ត្រីម្នាក់នេះគាត់ស្ទើរតែបាត់បង់ជីវិតនៅក្នុងយន្តហោះតែម្ដងគឺដោយសារតែគាត់នេះអត់បានធ្វើចលនាអ្វីទាំងអស់រយៈពេល10ម៉ោងជាងគាត់ជាប្រជាជនមកពីខាងប្រទេសកាណាដាឈ្មោះ Emily គាត់នេះបានហោះហើរពីខាងទីក្រុង Toronto ទៅខាងទីក្រុង Dubai ការហោះហើរហ្នឹងគឺវាមានរយៈពេល13ម៉ោង Emily នេះគាត់បាននិយាយថាគាត់អង្គុយនៅកៅអីនឹងអត់ងើបទៅណាសោះរយៈពេល11ម៉ោងជាងដូចជាមើលរឿងអានសភៅអីចឹងទៅគឺគាត់អត់ងើបទៅបន្ទប់ទឹកសោះតែម្ដងតែសល់តែ2ម៉ោងទៀតទេគឺដល់ទីក្រុង Dubai គាត់ក៏សម្រេចចិត្តងើបទៅបន្ទប់ទឹកគាត់កំពុងតែឈរចាំតម្រង់ជួលចូលបន្ទប់ទឹកនៅក្នុងយន្តហោះហ្នឹងគាត់បែរជាមានអារម្មណ៍ថារៀងធីងថោបន្ទាប់មកគាត់មានអារម្មណ៍ថាគាត់ដកដង្ហើមអត់រួចគាត់ក៏បានក្អកគាត់ថាគាត់ក្អកចំនួនតែ3ដងទេបន្ទាប់មកគាត់ដួលបោកក្បាលហើយនឹងភ្នែកគាត់មួយទំហឹងគាត់ថាគាត់ដួលបានតែ5នាទីទេនឹងគឺជាលើកចុងក្រោយដែលគាត់បានចាំថាមានរឿងអ្វីកើតឡើងគាត់ងើបមកគឺគាត់នៅក្នុង clinic នៅក្នុងពលានយន្តហោះនឹងតែម្ដងគាត់នេះមានភ្នែកខៀវមួយចំហៀងដូចអ្នកណាដាល់គាត់ចឹងពេទ្យបានប្រាប់គាត់ថាគឺគាត់នេះបានជួបបញ្ហាគឺការស្ទះឈាមអង់គ្លេសគេហៅ blood clot អ្នកខ្លះគឺគាត់មានរោគនឹងដូចជាពេលខ្លះគាត់អង្គុយយូរពេកទៅអត់មានចលនាធ្វើឲ្យឈាមនឹងវាអត់ដំណើរការស្រួលនៅក្នុងរាងកាយរបស់គាត់ធ្វើឲ្យគាត់នេះមានដុំឈាមកកនៅក្នុងសួតរបស់គាត់ធ្វើឲ្យគាត់ពិបាកដកដង្ហើមហើយគាត់មកគាត់ក្អកតែ3ដងទេគឺដួលក្រាំងតែម្ដងពេទ្យបាននិយាយថាករណីនេះគឺវាកើតឡើងគឺដោយសារតែ Emily នេះគាត់ជាមនុស្សម្នាក់ដែលមានបញ្ហាស្ទះឈាមគេហៅថា blood clot ហ្នឹងដល់ពេលគាត់អង្គុយយូរពេកធ្វើឲ្យការរត់ឈាមរបស់គាត់នេះគឺអត់មានចលនាល្អធម្មតាដូចយើងអង្គុយលើយន្តហោះអ្នកខ្លះអង្គុយយូរពេកអាចហើមជើងមែនហើយណាមួយ Emily នេះគឺគាត់ស្លៀកខោតង់បងប្អូនចាពេលដែលយើងទៅពលានយើងឃើញគេស្លៀកកៅអៅរលុងកខិងកខុងអីយើងគិតថាអូយស្លៀកកៅអៅអីចឹងមកទៅដូចទៅងើពីដេកអត់ទេអាកៅអៅរលុងខុងនេះហើយគឺល្អបំផុតសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយនៅលើយន្តហោះព្រោះអីយើងវាអត់មានកន្លែងច្រើនសម្រាប់ដើរផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងខ្ញុំឃើញរូបនេះមុនដំបូងខ្ញុំស្មានតែប្តីគាត់វាយតើបងប្អូនរបៀបដូចថាមើលអត់ទាន់អានអីទាំងអស់មើលតែរូបអូយស្រីម្នាក់នេះសង្ស័យត្រូវប្តីវាយទៀតហើយគេចុះកសែតអត់ហើយគេថាមួយទៀតគឺការពាក់ស្រោមជើងការដែលយើងពាក់ស្រោមជើងតឹងពេកនៅពេលដែលយើងអង្គុយនៅក្នុងយន្តហោះរយៈពេលយូរក៏វាអាចធ្វើឲ្យឈាមយើងនេះដំណើរការអត់ល្អដែរចឹងហើយបានជាគេនិយាយថាពេលដែលយើងធ្វើដំណើររយៈពេលយូរយើងគួរតែងើបចាកាច់ដៃកាច់ជើងពត់ដៃពត់ជើងធ្វើចលនាតិចតួចទៅកុំអង្គុយរាប់ម៉ោងច្រើនពេកវាអាចធ្វើឲ្យឈាមយើងនេះធ្វើដំណើរបានល្អតាមក៏ពិត Emily នេះគឺគាត់សំណាងមែនតើពេទ្យនិយាយថា Emily នេះអាចមានគ្រោះថ្នាក់បាត់បង់ជីវិតបើសិនជាឈាមនឹងវាកកខ្លាំងធ្វើឲ្យគាត់នេះដកដង្ហើមអត់កើតធ្វើឲ្យគាត់នេះអត់មានខ្យល់អុកស៊ីសែនទៅដល់ខួរក្បាលគាត់អាចក្លាយទៅជាមនុស្សពិការដោយសារតែខួរក្បាលគាត់អត់បានទទួលអុកស៊ីសែនចាជាពិសេសនៅពេលដែលគាត់ដួលទៅអាចបោកក្បាលខ្លាំងក៏អាចធ្វើឲ្យគាត់បាត់បង់ជីវិតដែរតែសំណាងគាត់ដួលមុខទៅមុនណាមិនមែនសំណាងទេប៉ុន្តែគាត់ដួលមុខទៅមុនជាជាងដួលភឹងថយក្រោយចេះពេលខ្លះអាចបាក់កកអីចឹងគាត់ដួលមុខទៅមុនធ្វើឲ្យមុខគាត់នេះត្រូវខ្លាំងជាងក្បាលចាំម្ល៉េះហើយបានជាគាត់មានភ្នែកខៀវអីចឹងទៅគាត់នេះចំណាយពេលរយៈពេល6ថ្ងៃនៅក្នុងមន្ទីរពេទ្យនៅក្នុងទីក្រុងឌូបៃគេនិយាយថាបើសិនជាយើងជាមនុស្សម្នាក់ឆាប់អត់មានចលនាច្រើនទេធ្វើឲ្យចុកដៃចុកជើងអត់ស្រួលខ្លួនអីចឹងគឺមានន័យថាយើងជាមនុស្សម្នាក់ដែលមានចលនាឈាមដើរអត់ស្រួលដូចអ្នកដទៃម្ល៉េះហើយយើងគួរតែងើបពីកៅអីនឹងកាច់ដៃកាច់ជើងពត់ដៃពត់ជើងធ្វើយ៉ាងម៉េចឲ្យមានចលនាជាបដាទៅរហូតដល់យើងដល់កោដៅកុំអង្គុយជាង10ម៉ោងដោយគាត់សុខសប្បាយអ្នកគ្នា